បានសេចក្តីបន្ទប់ពីកងម៉ារីនជាច្រើនបានធ្វើការរៀបចំនឹងបាញ់សូរ៉ូទៅឲ្យលូហ្វីគាត់ក៏ចេញមករើងពេលនោះឃើញកងម៉ារីនជាច្រើនភ្នាក់ផ្អើលជាមួយលូហ្វីជាខ្លាំងទៅមកលូហ្វីគាត់ថាខូប៊ីក៏ពេលនោះសូរ៉ូក៏និយាយដាក់លូហ្វីហេតុអ្វីក៏ឯងទៅហ៊ានមកជួយយើងទៅមកលូហ្វីក៏គាត់ស្រាយចំណងដែលអត់ខ្វល់ជាមួយមេកងម៉ារីនធ្វើមេកងម៉ារីននោះខឹងជាខ្លាំងពេលនោះគាត់និយាយគាត់នឹងសម្រាប់លូហ្វីចោលទាំងអស់កងម៉ារីនជាច្រើនក៏រត់សម្ដៅទៅលើលូហ្វីពេលនោះសូរ៉ូថាឲ្យលូហ្វីឆាប់រត់ទៅតែលូហ្វីគាត់ក៏បានជួយស្រាយចំណងឲ្យសូរ៉ូបានសូរ៉ូគាត់ក៏បានដើរបីរបស់គាត់វិញពេលនោះខូប៊ីគាត់ពិតជាសាសូរ៉ូនិងលូហ្វីខ្លាំងមែនទែនដែលមានចិត្តអង់អាចក្លាហានហ៊ានប្រយុទ្ធតបទល់ជាមួយកងម៉ារីនពេលនោះលូហ្វីគាត់ក៏យាជើងគាត់យ៉ាងវែងធាក់ទៅកងម៉ារីននោះប៉ើងខ្ចាត់អស់ធ្វើមេកងម៉ារីននោះពិតជាភ្ញាក់ផ្អើលជាមួយលូហ្វីជាខ្លាំងលូហ្វីគាត់ក៏ដាក់មេកងម៉ារីននោះតែមេកងម៉ារីននោះយកបថាយកមករាំងទៅមកមេកងម៉ារីនក៏បានដោះអាវចេញដើម្បីប្រយុទ្ធជាមួយនឹងលូហ្វីលូហ្វីគាត់ក៏គិតពីការប្រយុទ្ធរបស់មេកងម៉ារីននោះគឺមេកងម៉ារីនខ្លាំងមែនទែនដាក់តាមម៉ាស់ក្បិតទេបថាទេយ៉ាដីតែត្រូវលូហ្វីយើងធាក់មកជើងទៅមកលូហ្វីយើងក៏ហក់ទៅមេកងម៉ារីននោះគឺគាត់កាប់លូហ្វីតែកាប់មិនត្រូវទេលូហ្វីគាត់ក៏ធាក់មកជើងទៅវិញធ្វើមេកងម៉ារីននោះភ្ញាក់ផ្អើលជាខ្លាំងយើងក៏លេចទៅមើលប្រវត្តិមុននេះបន្តិចមុននឹងកងលូហ្វីបានមកដល់កោះនេះដែលលូហ្វីយើងមានអាយដលម្នាក់ដែលមានឈ្មោះថាសែងពេលនោះគឺក្នុងក្រុមមានការសើចលេងយ៉ាងសប្បាយសុកគឺស្រាប់តែមានក្រុមចៅសមុទ្រមួយក្រុមបានវាយជ្វាហក់ចូលមកសម្រាប់មេក្រុមចៅនោះគឺចាប់អារម្មណ៍ជាសែងជាខ្លាំងព្រោះសែងហ៊ានប្រហើនហ៊ានប្របួគាត់ផឹកពេលនោះគាត់ក៏ទាញដាវកាប់ព្រោះឲ្យអ្នកជាច្រើនសម្លឹងមើលមេចៅសមុទ្រនោះតែសែងគឺគាត់អត់ខ្វល់ទេគាត់គឺសើចយ៉ាងសប្បាយពេលនោះលូហ្វីគាត់ក៏បានថាឲ្យសែងថាសែងជាមនុស្សខ្សោយពេលនោះគឺសែងគាត់ក៏ទៅរើក្រុមចៅសមុទ្រទាំងអស់នោះក្រុមចៅសមុទ្រនោះក៏បានបាញ់សែងតែអ្នកដែលស្លាប់គឺជាកងចៅសមុទ្រនោះទេហើយប្រវត្តិរបស់លូហ្វីយើងចប់នេះយើងកាត់ក្នុងពេលបច្ចុប្បន្នស្នុកក្នុងពេលបច្ចុប្បន្នយើងបានឃើញណាមីក្រុមចៅសមុទ្របានឡើងមកលើទូកដែលណាមីកំពុងជិះតបមកក្រុមចៅសមុទ្រនោះក៏បានបើកហឹបទៅគឺអត់ឃើញមានប្រាក់ទេឃើញត្រឹមតែជាកូនតុក្កតាមួយទេហើយយើងនឹងចាប់អាននៅក្នុងរឿង One Pieceពេលនេះគឺលូហ្វីរបស់យើងគឺគាត់ជិះទូកជាមួយសូឡូដើម្បីទៅធ្វើក្រុមចៅសមុទ្រពេលនោះសូរ៉ូស៊ូគាត់ថាហេតុអ្វីមិនគាត់ចង់ធ្វើចៅសមុទ្រព្រោះគាត់ចង់ខ្លាចជាស្ដេចចៅសមុទ្រដើម្បីទៅរើកណ្ដប់ One Pieceពេលនោះគឺមានការជួបជុំគ្នាយ៉ាងសប្បាយនៅក្នុងប្រវត្តិបន្តិចមិញនេះគឺសែងគាត់និយាយគ្នាលេងជាមួយលូហ្វីអ៊ីយ៉ាងសប្បាយតែក្រុមចៅសមុទ្រនោះហេតុអ្វីក៏បែរជាមករើគាត់សែងគាត់ក៏ប្រាប់លូហ្វីថាលូហ្វីនៅក្មេងមិនអាចធ្វើចៅសមុទ្របានទេលូហ្វីគាត់គឺចង់ធ្វើចៅសមុទ្រដោយសែងដែរតែក្រុមចៅនោះគឺបានមកដើម្បីធ្វើបាបទៅកាន់សែងតែសែងគឺគាត់អត់តដៃទេព្រោះគាត់អត់ចង់មានបញ្ហាតែលូហ្វីខឹងទៅកាន់សែងគាត់ក៏
ទៅគម្រាមក្រុមចៅសមុទ្រនោះកុំឲ្យធ្វើបាបសែងតែត្រូវក្រុមចៅសមុទ្រនោះវាយធ្វើបាបធ្វើឲ្យសែងខឹងជាខ្លាំងពេលនោះក្រុមចៅសមុទ្រក៏បានជះទឹកដាក់លើសែងពេលនោះសែងគឺគាត់អត់ចង់មានបញ្ហាជាមួយក្រុមចៅសមុទ្រទាំងអស់នេះទេក្រុមចៅសមុទ្រទាំងអស់នេះក៏បានដើរចេញទៅវិញលូហ្វីខឹងទៅកាន់ក្រុមចៅសមុទ្រនិងខឹងទៅកាន់សែងជាខ្លាំងដែលអត់ព្រមតដៃសែងក៏ប្រាប់ទៅលូហ្វីថាយើងត្រូវតដៃជាដាច់ខាតចំពោះស្ត្រូវរបស់យើងព្រោះថ្ងៃណាមួយគេនឹងចាញ់ក្រោមដៃអ្នកណាម្នាក់ពេលនោះលូហ្វីក៏ក្រឡេកទៅឃើញផ្លែឈើពិសេសគាត់ក៏យកមកស៊ីទៅធ្វើឲ្យសែងគឺខឹងលូហ្វីព្រោះលូហ្វីហ៊ានយកផ្លែឈើពិសេសគាត់ស៊ីទៅមកសែងក៏ចាប់ឲ្យគាត់ខ្ជាក់វិញតែគឺมันអាចខ្ជាក់បានទេព្រោះលេបចូលទៅក្នុងពុះបាត់ហើយពេលនោះគឺទូឯកព្រោះយើងគឺយាជើងវែងដោយកៅស៊ូពេលនោះសែងបានប្រាប់គាត់ថាគាត់នឹងខ្លាចជាមនុស្សកៅស៊ូហើយបើគាត់ចង់ធ្វើចោលសមុទ្រគឺគាត់នឹងមិនអាចធ្វើចោលសមុទ្របានទេព្រោះគាត់មិនចេះហែលទឹកពេលនោះធ្វើឲ្យលូហ្វីតក់ស្លាប់ជាខ្លាំងពេលនេះគឺគាត់បានមកដល់កន្លែងក្រុមចៅសមុទ្រទាំងអស់នេះហើយពេលនោះគាត់ដល់រឿងកែមុនឲ្យក្រុមចៅសមុទ្រនោះមកពេលនោះក្រុមចៅសមុទ្រនោះបានវាយទៅកាន់គាត់ហើយសម្រាប់សាច់រឿង One Piece នៅក្នុងភាគទី 2 នេះត្រូវបានបញ្ចប់ហើយសម្រាប់ភាគទី 3 ខ្ញុំចេញនៅថ្ងៃស្អែកអ្នកកុំភ្លេចជួយចុច Like Subscribe ជួយខ្ញុំអ្នកមួយផងដើម្បីឲ្យខ្ញុំមានកម្លាំងចិត្តថតរឿង One Piece ដល់ចប់ហើយសម្រាប់សាច់រឿងយើងមានតែប៉ុណ្្នេះទេនៅក្នុងផាតនេះផាតក្រោយយើងនឹងដឹងពីប្រវត្តិ Luffy បន្ថែមទៀតតើ Luffy ត្រូវអ្នកណាជួយពេលក្រុមចៅសមុទ្រនោះចាប់ហើយសម្រាប់សាច់រឿងយើងត្រឹមតែប៉ុណ្្នេះជួបគ្នានៅវីដេអូក្រោយ